សួស្តីបងប្អូនទាំងអស់គ្នាកំឡុងពេលចូលឆ្នាំប្រហែលថ្ងៃនេះដែរតើបងប្អូនបានទៅលេងនៅឯណាខ្លះចំណែកខ្ញុំវិញគឺថាទៅលេងស្រុកកំណើតនិយាយពីប្រហែលថ្ងៃនេះគឺញ៉ាំតែសាច់ទេបងប្អូនអញ្ចឹងហើយត្រឡប់មកវិញថ្ងៃនេះគឺនឹកឃើញចង់ញ៉ាំឆាសៀងជាមួយនឹងសាច់ជ្រូក3ជាន់ម្ហូបមួយមុខនេះគឺចាយលុយអស់តិចមែនតែនត្រូវជាមួយនឹងរដូវកាលដែលយើងត្រឡប់មកពីចូលឆ្នាំរៀងខូចលុយអញ្ចេះទៀតណានិយាយពីថាធ្វើមួយមុខនេះទៅគឺត្រូវតែម្ដងចំណាយអស់លុយតិចក៏ពិតមែនប៉ុន្តែរសជាតិវិញគឺថាឆ្ងាញ់មិនធម្មតាដែរហ្នឹងណាចំណែកឯគ្រឿងផ្សំក៏មិនមានអីច្រើនដែរគឺមានសៀងផ្អែមកន្លះកូនចាននិងសាច់ជ្រូក3ជាន់ចិញ្ច្រាំប្រហែលជា2ខាំជាមួយនឹងអន្លក់ផ្ទាប់ចំពោះអន្លក់ផ្ទាប់នេះដែរបងដាក់អីក៏បានដែរតាមដែលយើងចូលចិត្តបន្តមកទៀតនោះគឺមានខ្ទឹមសខ្ទឹមក្រហមម្ទេសនិងស្លឹកខ្ទឹមរួចដំបូងគេហ្នឹងគឺខ្ញុំដាក់បំពងខ្ទឹមរបស់យើងហ្នឹងឲ្យវាឡើងឈ្ងុយសិនក្រោយពីខ្ទឹមបានឈ្ងុយបន្តិចហើយគឺខ្ញុំចាក់សាច់ជ្រូកចូលខ្ញុំឆាត្រឡប់វាឲ្យសាច់ជ្រូករបស់យើងហ្នឹងបានឆ្អិនប្រហែលជា5នាទីគឺខ្ញុំបន្ថែមជាមួយនឹងគ្រឿងទេសចូលមានទឹកត្រីប៊ីចេងហើយនិងស្ករចំពោះគ្រឿងទេសគឺខ្ញុំអត់ប្រើច្រើនទេបងប្អូនព្រោះអីថាសៀងរបស់យើងហ្នឹងគឺវាមានរសជាតិប្រៃផ្អែមស្រាប់ហើយក្រោយមកខ្ញុំឆាច្បល់សាច់និងគ្រឿងហ្នឹងឲ្យវាចូលជាតិគ្នាសព្វបន្តិចទើបខ្ញុំចាក់ជាមួយនឹងសៀងចូលតែម្ដងរួចហើយខ្ញុំបន្តឆារហូតតតែសៀងរបស់យើងហ្នឹងវាបានឆ្អិនដាច់ទឹកសិនក្រោយពីឆាសៀងរបស់យើងបានឆ្អិនដាច់ទឹកហើយខ្ញុំភ្លក់មើលគឺថារសជាតិហ្នឹងគឺឆ្ងាញ់ល្មមតែម្ដងហើយខ្ញុំបន្ថែមជាមួយនឹងខ្ទឹមសខ្ទឹមក្រហមនិងម្ទេសចូលកូរត្រឡប់វាពី3ត្រឡប់ទៀតចុងក្រោយខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមចូលគឺមើលទៅទំនើងមែនតែនឆាសៀងមួយមុខនេះចាយអស់ 5-6 ពាន់ហ្នឹងគឺបានញ៉ាំហើយអីដែលពិសេសទៀតនោះគឺថាញ៉ាំបាយចុះណាស់បងប្អូនហើយក៏អរគុណសម្រាប់វីដេអូថ្ងៃនេះជួបគ្នាវីដេអូក្រោយ